ខ្ញុំបានធ្វើដំណើរជាមួយអ្នកបម្រើប្រងជិត10នាក់ទៅទីក្រុងបសិនអធិដ្ឋានលន់តួនៅចំពោះព្រះសម្រាប់បុព្វបុរសខ្មែរគ្រប់ជំនាន់ចាប់តាំងពីការកកើតទឹកដីនេះបាទលន់តួសម្រាប់ធម្មជាតិទាំងអស់បាទហើយយកអំបិលយកទឹករស់យកទឹកត្រពាំងបាយជូរតំណាងដល់ព្រះអង្គទៅចាក់ផ្ដាច់ចំណងវិញ្ញាណដាសាព្យាបាលហើយ restore ដី restore ទឹកទន្លេត្រឡប់វិញបាទយើងដឹងហើយបាទថាពិភពលោកនេះប្រែប្រួលយ៉ាងម៉េចខ្ញុំអត់ដេករងចាំស្លាប់ទេបាទហើយខ្ញុំស្គាល់ច្បាស់ថាខ្លួនឯងជាអ្នកណាមានសិទ្ធិប៉ុណ្ណាខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវធ្វើបាទបន្ទាប់មកខ្ញុំបើកឡាន700គីឡូជាងជាមួយបងប្អូនខ្ញុំទៅជួរភ្នំក្បាញធ្វើដូចគ្នាបាទសម្រាប់ restore ជាតិសាសន៍នេះបាទខ្ញុំធ្វើអស់ពីលទ្ធភាពនិងសមត្ថភាពកម្លាំងដែលខ្ញុំអាចធ្វើទៅបានយើងចាប់ផ្ដើមជាមួយគ្នាព្រះបិតាដ៏ជាអម្ចាស់ជាម្ចាស់ទីមេឃផែនដីនិងម្ចាស់សពសារពើទ្រង់គឺជាព្រះដ៏ពិតតែមួយហើយជាព្រះម្ចាស់និងជាព្រះអង្គសង្គ្រោះនៃយើងខ្ញុំថ្ងៃនេះទូព្រះបង្គំទាំងអស់គ្នាជាអ្នកបម្រើរបស់ផងព្រះដ៏ជាម្ចាស់តំណាងឲ្យគ្រីស្ទបរិស័ទកម្ពុជាព្រះម្ចាស់ឲ្យសូមចូលមកចំពោះទ្រង់ហើយប្រកាសជាឧឡារិកថាទ្រង់ហើយគឺជាអធិការដែលបង្កើតផ្ទៃមេឃផែនដីនិងរបស់សពសារពើគឺជាព្រះដ៏ពិតហើយជាព្រះម្ចាស់និងជាព្រះអង្គសង្គ្រោះនៃយើងខ្ញុំបាទគ្មានអ្វីដែលខូចដែលហិលដែលរាំងរឹសដែលមិនបង្កើតផលនៅលើទឹកដីនេះឡើយគ្រប់ទាំងចំណងគ្រប់ទាំងវិញ្ញាណគ្រប់ទាំងបណ្ដាសានៅពេលដែលយើងចាក់អំបិលនេះដែលតំណាងឲ្យសេចក្តីសុចរិតនិងការប្រែចិត្តចាក់ទឹករស់នេះដែលតំណាងឲ្យព្រះបន្ទូលរបស់ផងព្រះហើយចាក់ទឹកទំពាំងបាយជូរដែលតំណាងឲ្យលោហិតរបស់ផងប្រងដើម្បីផ្ដាច់គ្រប់ទាំងចំណងវិញ្ញាណបណ្ដាសាយើងប្រកាសថាចាប់ពីថ្ងៃនេះទៅទឹកដីនេះធម្មជាតិនេះគ្រប់យ៉ាងទាំងអស់នឹងស្គាល់ព្រះយេហូវ៉ាហើយយើង dedicate ទឹកដីនេះទាំងមូលព្រមទាំងជននេះព្រះម្ចាស់ឲ្យត្រឡប់ទៅឲ្យព្រះជាម្ចាស់វិញក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបាទយើងប្រកាសថាដីនេះបានជាបាទសូមចាក់ទាំងអស់ចុះ
ngày nay dươngទាំងអស់គ្នាតំណាងឲ្យគ្រីស្ទបរិស័ទកម្ពុជាប្រកាសជាឡារិកថាទឹកដីធម្មជាតិទាំងអស់នៃប្រជាណាចក្រកម្ពុជាបានរួចពីចំណងពីវិញ្ញាណពីបណ្ដាសាទៀតហើយពីថ្ងៃនេះទៅគ្មានអ្វីត្រូវបង្ខូចត្រូវបំផ្លិចបំផ្លាញដោយសារទឹកដោយសារដីដោយសារធម្មជាតិទៀតឡើយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទឹកដីនេះនឹងមានព្រះពរជាបរិបូរណ៍សម្បូរសប្បាយហើយគ្មានធម្មជាតិណាមួយមិនថាភ្លៀងកករន្ទះទឹកជំនន់ព្រមទាំងការប្រែប្រួលអាកាសធាតុណាមួយបំផ្លាញជនជាតិនេះឡើយជនជាតិនេះនឹងរស់នៅដោយសុខសាន្តយើងសូមថ្វាយទឹកដីនេះជនជាតិនេះដល់ព្រះដ៏ជាម្ចាស់ឲ្យធ្វើជារាជរបស់ផងព្រះចាប់តាំងពីវេលានេះតទៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកម្ពុជាមានពរអាមែន ប្រមគុំជាបាយបំរើទ្រង់បងម្ចាស់យកអំបិលដាក់នៅក្នុងក្អមថ្មីតំណាងឲ្យការប្រែចិត្តកើតជាថ្មីបងម្ចាស់របស់ផងជនជាតិនេះទឹកដីនេះបងម្ចាស់ព្រមទាំងធម្មជាតិបងម្ចាស់ហើយជាមួយគ្នាទូព្រះមង្គមក៏បានយកទឹកទំពាំងបាយជូរតំណាងឲ្យលោហិតទ្រង់ដែលបានសុគតព្រះម្ចាស់បង្ហូរដើម្បី redemption all creation ត្រឡប់មកឯព្រះចៅម្ចាស់វិញព្រមទាំងទឹករស់ព្រះម្ចាស់ដែលធ្វើឲ្យជីវិតព្រះម្ចាស់ដែលខូចអាក្រក់ព្រះម្ចាស់ទឹកដីដែលហិលទឹកដីដែលមិនបង្កើតផលព្រះម្ចាស់បានកើតផលសាជាថ្មីហើយកូនប្រកាសថាចាប់តាំងពីពេលដែលទូព្រះបង្គំព្រះម្ចាស់បានយកក្អមថ្មីនេះ
ព្រមទាំងទឹកត្រពាំងបញ្ជូននិងទឹករស់ព្រះម្ចាស់ដាក់នៅក្នុងប្រភពទឹកនេះកូនប្រកាសថាទឹកទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថាទន្លេសមុទ្រជ្រោះជ្រលងដងអូស្ទឹងបាំងបួរនឹងប្រែត្រឡប់ទៅជាកាត់ផលជាបរិបូរណ៍នៅក្នុងទឹកមានពេញដោយមច្ឆជាតិព្រះម្ចាស់ទឹកហូរទៅដល់ណាជីវិតទៅដល់នោះភោគផលទៅដល់នោះធនធានធម្មជាតិព្រះម្ចាស់ជាបរិបូរណ៍ដោយសារបច្ចេស្តារបស់ផងព្រះអង្គព្រះម្ចាស់ឲ្យកូនប្រកាសថាចាប់តាំងពីថ្ងៃនេះតទៅនឹងគ្មានការបំផ្លិចបំផ្លាញដោយសារទឹកដោយសារដីដោយសារធម្មជាតិសម្រាប់ប្រជាជាតិនេះឡើយតែគ្រប់គ្នានឹងរស់នៅដោយសម្បូរសប្បាយដោយសារស្គាល់ដល់ព្រះជាម្ចាស់កូនសូមស៊ីនីខេតទឹកដីភ្លើងខ្យល់ព្រះម្ចាស់ព្រមទាំងទុនធានធម្មជាតិទាំងអស់នេះទៅព្រះដ៏ជាម្ចាស់នៃឋានសួគ៌វិញព្រះម្ចាស់ដែលទ្រង់បានប្រទានមកកូនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកូនសូមនៃការផ្ដាច់ចំណងវិញ្ញាណមនាសាយើងបោះតោះត្រៃទី2ត្រៃនៃជូប៊ីលីត្រៃនៃសេរីភាពត្រៃទី3ត្រៃនៃជ័យជំនះអេមែនកម្ពុជាជារបស់ព្រះគ្រីស្ទអេមែនបាទចប់ហើយតោះយើងចាប់បាយនេះទីខាងបិតាដ៏ជាម្ចាស់យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យពួកបរិសុទ្ធកម្ពុជានៅគ្រប់ទិសទីគ្រប់ប្រទេសគ្រប់តំបន់ព្រះម្ចាស់ឲ្យទាំងអស់ថ្ងៃនេះបានឌីឌីខេតទឹកដីនេះថ្វាយទៅព្រះហើយកូនប្រកាសថាបើពីថ្ងៃនេះទៅព្រះម្ចាស់ឲ្យគ្មានគ្រោះធម្មជាតិគ្មានទឹកជំនន់ស្គររន្ទះបើចោលកន្ត្រាក់ព្រះម្ចាស់ឬក៏ការបំផ្លិចបំផ្លាញការប្រែប្រួលធម្មជាតិតាមមួយប្រកាសព្រះម្ចាស់បំផ្លិចបំផ្លាញដល់ទឹកដីនេះឲ្យជនជាតិនេះដែលរស់នៅលើឡើយព្រះម្ចាស់ឲ្យតែជំនួសវិញដោយផលជាបរិបូរណ៍ផងដែរហើយកូនសូមថ្វាយព្រះម្ចាស់ឲ្យប្រទេសជាតិទាំងមូលជនជាតិខ្មែរទាំងមូលទៅក្នុងប្រហោះរបស់ផងទ្រង់ឲ្យធ្វើជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទឲ្យដាច់ជារបស់ផងប្រងតែមួយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកូនសូម